រឿងដើមកំណើតសត្វកូនលោកបាក់សីម្យ៉ាងហៅថាសត្វកូនលោករូបរាងស្រដៀងនឹងសត្វក្រលីងក្រឡងតែមានមាឌធំជាងក្រលីងក្រឡងបន្តិចសម្បុរវាក្រហមរទុះច្រើនអាស្រ័យនៅក្នុងព្រៃភ្នំឬព្រៃស្រោងស្រឹងសត្វនេះចាស់ខ្មែរយើងបាននិយាយតមកថាមានដើមកំណើតមកពីមនុស្សដូចមានរឿងដំណាលតទៅនេះកាលពីព្រេងនាយមានកសិករពីរនាក់ប្តីប្រពន្ធជាមនុស្សក្រលំបាកមានកូនស្រីតូច3នាក់កូនទី1ចេះដងទឹកដាំបាយកូនទី2ចេះនាំប្អូនដើរលេងកូនទី3ចេះរត់លេងក្រោយពីពេលដែលប្តីស្លាប់ចោលទៅនាងប្រពន្ធនៅមេម៉ាយជាមួយនឹងកូនស្រី3នាក់តែងទៅកាប់អុសបេះបន្លែទូលទៅលក់ឯផ្សាររាល់ថ្ងៃមួយនាងបានទៅជួបនឹងអ្នកលេងស៊ីផឹកម្នាក់ដែលតែងតែដើរលួចឆក់អ្នកដំណើរឆ្ងាយចិត្តបានលុយកាក់យកមកស៊ីផឹកហឺហាអ្នកលេងនោះកាលបើក្រឡេកឃើញនាងមេម៉ាយក៏សម្ដែងអាកប្បកិរិយាជាអ្នកគួសមសួរនាងថាអើយចុះនាងនៅភូមិណាដែរឆ្ងាយឬជិតនឹងហេតុអ្វីក៏មិនអោយប្តីជួយរែកប្រឹងផ្ទុកទូលម្នាក់ឯងច្រើនម្ល៉េះនាងក៏ប្រាប់ដោយត្រង់ថាខ្ញុំជាស្រីមេម៉ាយប្តីស្លាប់ចោលទៅសពថ្ងៃក្រលំបាកណាស់ប្រឹងកាប់អស់បេះបន្លែលក់គ្រាន់បានប្រកាសបន្តិចបន្តួចយកទៅទិញអាហារចំណីឲ្យកូនស្រី3នាក់បរិភោគឮដូច្នោះអ្នកលេងនឹកអព្រួយក្នុងចិត្តគិតថានាងនេះមេម៉ាយមែនប៉ុន្តែមានរូបស្អាតគ្រាន់បើវៃគួរអញតាមទៅសួរដល់ផ្ទះយកជាប្រពន្ធឲ្យបានហើយក៏និយាយថានាងខ្ញុំមានចិត្តអាណិតនាងណាស់ខ្ញុំសូមជូននាង10កហបណៈសម្រាប់ទិញអីវ៉ាន់ផ្ញើកូននាងមេម៉ាយក៏ទទួលយកភ្លាមដោយសេចក្តីត្រេកអរលុះលក់អស់នឹងបន្លែអស់ហើយនាងត្រឡប់ទៅផ្ទះវិញឯអ្នកលេងក៏លបដើរមកតាមក្រោយដើម្បីគុណមើលផ្ទះលុះពេលប្រលប់ក៏ទៅជួបនាងឯផ្ទះនិយាយគ្នាត្រូវមាត់ហើយក៏យកគ្នាជាប្តីប្រពន្ធតទៅចាប់តាំងពីថ្ងៃនោះមកអ្នកលេងតែងចេញទៅប្លន់អ្នកស្រុកពី3ថ្ងៃមកផ្ទះម្ដងក៏មានកន្លះខែមកម្ដងក៏មាននាងនោះមានមាសប្រាក់ចាយបរិបូរស្លៀកពាក់សុទ្ធតែរបស់ល្អក៏ទៅជាប់ចិត្តឡើងចាងដើរលេងស៊ីផឹកជាមួយប្តីនៅតាមផ្សារភ្លេចគិតដល់កូនកំសត់ទាំង3នាក់មានចិត្តក្តៅក្រហាយស្អប់កូនស្រីរបស់ខ្លួនឃើញមុខកូនពេលណាចង់តែយកកាំបិតមកកាប់ឲ្យដាច់កទាំង3នាក់ពេលដាំស្លឆ្អិនហើយនាំប្តីបរិភោគតែ2នាក់សល់បាយក្នុងឆ្នាំងបន្តិចបន្តួចកូនទាំង3ក៏នាំបងប្អូនកេះកាយស៊ីខ្លះដេកលក់ក្បែរជើងក្រានខ្លះដេកលក់នៅល្វែងផ្ទះខាងក្រៅមុខសុចខំពោពងខ្លួនពេលព្រឹកឡើងនាងនោះតាក់តែងខ្លួនប្រាណទៅស៊ីផឹកនៅឯផ្សារជាមួយប្តីរាល់ថ្ងៃមួយប្តីបាននិយាយរំលឹកថាបងមានសេចក្តីអៀនខ្មាស់នឹងមិត្តភក្តិខ្លាំងណាស់ព្រោះប្អូនចេះតែតាមបងទៅស៊ីផឹកឯផ្សារដូច្នេះបងសូមអង្វរចិត្តអូនសូមនៅផ្ទះថែទាំកូនស្រីទាំង3នាក់ចុះឮប្តីនិយាយយ៉ាងនេះនាងនោះគិតឃើញថាប្តីអញគាត់ហឺហាណាស់ពួកស្ត្រីខូចក្នុងផ្សារស្គាល់គាត់ទាំងអស់បើអញបដោយតទៅថ្ងៃមុខគាត់នឹងបោះបង់ចោលអញពុំខានគួរអញរកឧបាយកលសម្រាប់កូនស្រីទាំង3នាក់ចោលកុំឲ្យគាត់មានពាក្យចាក់ដោតថាឲ្យអញនឹងនៅចាំផ្ទះព្រោះតែកូនឡើយលុះដល់ខែពិសាខមានភ្លៀងធ្លាក់ជោគជាំនាងនោះនិយាយបញ្ឆោតកូនថាកូនអើយកាលឪពុកឯងរស់នៅតែដល់រដូវនេះហើយគាត់តែងតែនាំម្ដាយហ្នឹងទៅសាបព្រោះស្រូវនៅត្រពាំងទឹកក្នុងព្រៃជិតជើងភ្នំមានខ្ទមលំហដេកចាំស្រូវស្អែកនេះម្ដាយនឹងយកស្រូវពូជទៅសាបព្រោះចូលកូនទៅដេកចាំចាបព្រៀបលលកុំឲ្យវាស៊ីស្រូវណាលុះព្រឹកឡើងនាងនោះនាំកូនចូលទៅក្នុងព្រៃរហោឋានជិតជើងភ្នំយកស្រូវទៅបាចសាចក្នុងត្រពាំងរួចផ្ដាំកូនថាណែហងរាល់គ្នាត្រូវនៅចាំស្រូវណាកុំទៅណាឆ្ងាយឲ្យសោះកុំទៅផ្ទះបើទៅអញវាយសម្លាប់ហង
ផ្ដាំហើយនាងនោះទុកបាយឲ្យមួយចំអែតម្នាក់អង្គ3ចានពោត4-10គ្រាប់កូនឆ្នាំងដីមួយនិងអំបិលប្រហុកបន្តិចបន្តួចដោយគិតថាយប់នេះខ្លាវានឹងមកខំស៊ីបើមិនស្លាប់ដោយខ្លាស៊ីក៏គង់ស្លាប់ដោយអត់បាយពុំខានលុះផ្ដាំកូនស្រេចហើយក៏ត្រឡប់មកផ្ទះវិញដេកចាំមើលផ្លូវប្តីមកពីរកស៊ីលុះប្តីមកដល់ក៏សួរថាកូនស្រីទាំង3នាក់ទៅដើរលេងឯណាពុំឃើញមកផ្ទះប្រពន្ធប្រាប់ថាខ្ញុំប្រើវាឲ្យទៅចាំស្រូវជាមួយចាស់ទុំជាច្រើនលុះស្រូវទុំទើបវាត្រឡប់មកវិញចំណែកកុមារីទាំង3នាក់នាំបងប្អូនយកគ្រាប់ពោតទៅកប់តាមមាត់ត្រពាំងពេលយប់នាំគ្នាឡើងទៅដេកលើខ្ទមឮសូរតែមាត់ដំរីចចកស្វានស្វាស្រែកត្រហើងអើងកងពេញព្រៃស្មោសាននាងបងមានសេចក្តីភិតភ័យញ័រខ្លួនដូចកូនសត្វស្ទើរគ្មានប្រលឹងនៅក្នុងខ្លួនលួងប្អូនកុំឲ្យយំខ្លាចសត្វសាហាវទាំងនោះវាមកខំសម្លាប់គ្រានោះអរិយទេវតាដែលស្ថិតនៅក្នុងព្រៃស្មោសានគិតថានាងជាម្ដាយហេតុអ្វីក៏យកកូនតូចនេះមកប្រោះចោលក្នុងព្រៃដូច្នេះបើអញមិនជួយកុមារីទាំង3នាក់នេះផងទេមុខជាមរឹកពីលយងខ្នងស៊ីពុំខានគូអញសង្គ្រោះកុមារីទាំង3នាក់នេះទម្រាំផុតពេលរាត្រីហើយអញនឹងក្រាបទូលសម្ដេចឥន្ទ្រាធិរាជគិតស្រេចហើយអរិយទេវតាសម្ដែងឫទ្ធិស្រែកគំរាមពួកសត្វសាហាវឲ្យរត់ខ្ចាត់ខ្ចាយទៅលុះព្រឹកឡើងក៏ចូលទៅកាន់សំណាក់ទេវរាជឈ្មោះវរុណនៅទិសឦសានដើម្បីឲ្យទេវរាជនេះនាំដំណឹងទៅក្រាបទូលព្រះឥន្ទ្រាធិរាជវរុណទេវរាជរំពឹងឃើញថាការនេះមិនចាំបាច់ទៅក្រាបទូលព្រះឥន្ទ្រាធិរាជនោះទេព្រោះកុមារីទាំង3នេះត្រូវคล้ายទៅជាសត្វបក្សីហើយបង្គាប់ថាត្រូវអ្នកឯងជួយការពារកុមារីទាំង3នាក់នេះឲ្យម៉ត់ឆាត់កុំឲ្យសត្វសាហាវបៀតបៀនបានទម្រាំវាคล้ายខ្លួនទៅជាសត្វបើវាឃ្លានអាហារត្រូវនិមិត្តជាត្រីក្រឹមទន្សាយខ្ចងខ្ចៅដាក់ក្នុងត្រពាំងមួយឲ្យវាស៊ីទៅអរិយទេវតាត្រឡប់មកវិញក៏ធ្វើតាមបង្គាប់វរុណទេវរាជឯកុមារីទាំង3នាក់នោះនៅចាំស្រូវបាន3យប់3ថ្ងៃក៏អស់អង្គ3ចានដែលម្ដាយទុកឲ្យស៊ីប្អូនយំរកបាយស៊ីបងបានដើរទៅបេះស្លឹកធ្នឹងចូលទៅក្នុងថ្លុកក្តិចត្រួយត្រកួននិងដើមអំពៅដៀបយកមកចែកគ្នាស៊ីប្អូនបងអស់ចេះតែស្រែកយំបងក៏នាំគ្នាចុះទៅចាប់ត្រីក្រឹមទន្សាយធំមួយបានមកប្រុងដុតស៊ីតែភ្លើងដែលម្ដាយបង្កាត់ទុកឲ្យក៏រលត់អស់ទៅក៏នាំបងប្អូនហើយស៊ីឆៅបន្តិចម្នាក់ប្អូនចេះតែយំកន្ទក់កន្ទិញចង់ទៅផ្ទះបងថាមិនហ៊ានទៅទេខ្លាចម៉ែវាយតែប្អូនទាំងពីរស្រែកយំខ្លាំងពេកបងទ្រាំពុំបានក៏នាំទៅផ្ទះឯម្ដាយកាលបើឃើញកូនស្រីបណ្ដើរគ្នាមកដូច្នោះក៏មួម៉ៅស្រែកជេរពីលើផ្ទះថាយេមីកូនចង្រៃអញថាយកវាទៅប្រោះចោលឲ្យស្លាប់ព្រាត់ប្រាសអស់ទៅឥឡូវមិនស្លាប់បែរជានាំគ្នាត្រឡប់មកវិញអញវាសម្លាប់ឥឡូវហើយកុំឲ្យអញឃើញមុខឲ្យសោះអញមិនឲ្យហងឯងឡើងផ្ទះសម្បែងទេនាងបងអង្វរថាសូមអ្នកម្ដាយអាណិតកូនផងចុះព្រោះប្អូនចេះតែយំឃ្លានបាយអត់ពី3ថ្ងៃហើយស៊ីតែស្លឹកឈើជំនួសបាយភ្លើងក៏រលត់អស់ទៀតបើម៉ែមិនឲ្យនៅកូនសូមតែអង្គនិងភ្លើងត្រឡប់ទៅវិញសូមអ្នកម្ដាយកុំធ្វើបាបកូនសុំទោសឯកូនប្អូននិយាយប្រាប់ម្ដាយថាម៉ែបងចាប់បានសាយស៊ីអែតម្ដាយឮកូនប្រាប់ថាចាប់បានទន្សាយស៊ីឆ្អែតក៏រត់តែមួម៉ៅខ្លាំងណាស់ទៅទៀតជេរបញ្ចោថាយេមីកូនចង្រៃវាបានទន្សាយចែកគ្នាស៊ីម្ដេចក៏មិនយកឲ្យអញស៊ីផងនិយាយតែប៉ុណ្ណោះក៏ស្ទុះទៅវាយកូនទាំង3នាក់ធាក់ច្រំបណ្ដេញឲ្យទៅព្រៃវិញរបស់អ្វីបន្តិចបន្តួចក៏មិនឲ្យសោះប៉ងឲ្យតែស្លាប់បាត់ទៅគួរឲ្យអសូរកុមារីទាំង3នាក់នោះពុនពេកម្ដាយវាយបាយឈាមហូរសស្រាក់ក៏នៅតែមិនបាត់វាចាថាម៉ែឥតដឹងថាម្ដាយប្រុងសម្លាប់ខ្លួនចោលសោះឯកុមារីប្អូនចេះតែអួតប្រាប់ម្ដាយថាបានសាយស៊ីអែតម្ដាយឮដូច្នោះរត់តែវាយខ្លាំងថែមទៀតនាងបងប្រឹងអូសទាញប្អូនទាំង2នាក់ទៅដោយគិតឃើញថាបើទ្រាំនៅមុខតែម្ដាយសម្លាប់មិនខានហើយនាំគ្នាទៅនៅក្នុងខ្ទមដដែល
ដែលក្រុមគ្រានិងម្ដាយវាយសំពងក៏សន្លប់បាត់ស្មារតីទាំង3នាក់អរិយទេវតាកាលបើឃើញដូច្នោះក៏យកទឹកមកប្រោះព្រំកុមារីទាំង3នាក់ឲ្យមានស្មារតីឡើងវិញកុមារីទាំង3នាក់លុះដឹងស្មារតីឡើងហើយស្រែកទ្រហោយំទាំងអស់គ្នាឯនាងបងក៏ចុះទៅចាប់ត្រីក្រឹមទន្សាយនិងរាវរកខ្ចងខ្ចៅមកហែកចែកបងប្អូនស៊ីជំនួសបាយជានិច្ចរាល់ថ្ងៃត្រីនិងខ្យងខ្ចៅចេះតែមានមិនអស់ព្រោះទេវតានិមិត្តឲ្យកាលណាថ្ងៃក្តៅល្អស្រង់មកហាលថ្ងៃឲ្យក្រៀមវាយបំបែកហែកចែកគ្នាស៊ីទៅនាងបងនិយាយគៀកប្អូនលួងលោមថាអូនអើយយើងទាំង3នាក់នេះពុំបានជួបមុខម៉ែទៀតឡើយព្រោះគាត់មានប្តីថ្មីទៀតបានជាគាត់ស្អប់យើងហើយរករឿងសម្លាប់យើងចោលយើងកុំសង្ឃឹមថាមានជីវិតរស់នៅតទៅមុខទៀតណាមួយសម្ពុតអាវមានតែមួយម្នាក់សម្រាប់ស្លៀកដណ្ដប់ឥឡូវនេះដាច់អស់ទៅហើយតទៅមុខយើងរងាអោបក្បាលជង្គង់ហើយនឹងអាក្រាតកាយនៅតែខ្លួនទទេដោយសត្វដេរឆានអំពីពោតដែលនាងបានដាំជុំវិញភ្លឺត្រពាំងនោះបាន3ខែមានផ្លែចាស់ខ្ចីសត្វជ្រូកក្តានស្វាកំប្រុកពុំហ៊ានទៅស៊ីឡើយព្រោះអរិយទេវតាតែងថែរក្សានាងបងតែងតែទៅបេះយកមកបរិភោគជាមួយនឹងត្រីក្រឹមទន្សាយហើយនឹងខ្យងខ្ចៅលុះបាន6ខែកុមារីទាំង3នាក់ស្រាប់តែដោះរោមចេញពេញខ្លួនដៃសងខាងដោះចេញទៅជាស្លាបទៅទះហើរទៅដល់ចុងឈើចាប់ប្រតោងបេះផ្លែឈើបានទាំងអស់គ្នាតែហើរទៅឆ្ងាយពុំរួចបបោមាត់ក៏ដោះចេញទៅជាចម្ពុះរឹងមាត់និយាយភាសាមនុស្សពុំកើតគ្រាន់តែដឹងខ្លួនថាខ្លួននៅជាមនុស្សតែដល់និយាយទៅជាសំឡេងសត្វដេរឆានយូរទៅកាន់តែហើរបានឆ្ងាយបន្តិចម្ដងព្រោះតាំងពីបបោមាត់ដោះចេញទៅជាចម្ពុះមិនដែលនិយាយភាសាមនុស្សសោះតែបើមនុស្សនិយាយទៅរកគឺស្ដាប់បានឯប្តីចុងរបស់នាងជាម្ដាយនៃកុមារីទាំងនោះតែងប្រព្រឹត្តអំពើចោរកម្មជានិច្ចថ្ងៃមួយមានអ្នកជិតខាងគេប្តឹងដល់រាជការក៏ចាប់យកទៅដាក់គុកមួយជីវិតទៅពេលនោះនាងជាម្ដាយដេកព្រួយចិត្តនឹកអាណិតដល់កូនកំសត់ទាំង3នាក់ដែលខ្លួនបានធ្វើទុកបុកម្នេញហើយដើរទៅក្នុងព្រៃឃើញកូននៅរញងក្នុងខ្ទមស្គាល់ច្បាស់ជាកូនព្រោះមានទម្រង់ជាមនុស្សនៅឡើយតែដោះស្លាបមានចម្ពុះដោយសត្វដេរឆានក៏ស្រែកហៅថាកូនអើយឥឡូវម្ដាយមកទទួលកូនហើយម្ដាយលែងឲ្យកូននៅក្នុងព្រៃទៀតហើយកូនទាំង3នាក់ឮមាត់ម្ដាយហៅស្គាល់ជាក់ជាម្ដាយក៏គិតគ្នាថាម៉ែយើងមករកសម្លាប់ទៀតហើយត្រូវយើងកុំទុកចិត្តគាត់ឡើយយើងនាំគ្នាហៅទៅល្អជាងគិតដូច្នោះក៏នាំគ្នាហៅត្រសងទៅទុំលើឈើខ្ពស់មួយដើមស្រែកប្រាប់មកម្ដាយដោយបំណងនិយាយថាយើងផុតនិស្ស័យជាកូនលោកហើយយើងទៅជាសត្វដេរឆានល្អជាងអ្នកកុំមកចិត្តយើងប៉ុន្តែសម្ដីដែលស្រែកប្រាប់មកម្ដាយនោះមិនច្បាស់លាស់ជាសម្ដីរបស់មនុស្សទេទៅជាស្រែកថាកូនលោកទៅវិញកាលបើម្ដាយចូលទៅចិត្តក៏នាំគ្នាហៅទៅទុំលើដើមឈើដទៃទៀតស្រែកថាកូនលោកម្ដាយចេះតែដើរស្រែកហៅកូនទាល់តែអស់កម្លាំងដើរពុំរួចណាមួយអត់អាហារបរិភោគផងក៏ដួលស្លាប់ទៅនៅប្រទេសកម្ពុជាសត្វនេះវាតែងតែហើរមករើខ្យងខ្ចៅស៊ីតាមវាលស្រែក្បែរជើងភ្នំឬព្រៃស្រោងកាលណាវាផ្អើលនឹងមនុស្សឬសត្វដូចគ្នាវាស្ទុះហើរស្រែកយំឮថាកូនលោកលុះរាត្រីស្ងាត់វាធ្ងួចធ្ងរមុខគួរឲ្យស្រណោះពុនពេកបាទរឿងដើមកំណើតសត្វកូនលោកចប់ត្រឹមតែប៉ុណ្ណេះ